សូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៅក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទខ្ញុំនឹងអាននៅព្រះគម្ពីរទំនុកដំកើងជំពូក46ទំនុករបស់កូនចៅកូរ៉េដែលលើកសម្រាប់មេភ្លេងត្រូវច្រៀងដោយសំឡេងស្រួចខ1ព្រះទ្រង់ជាទីពឹងជ្រកក៏ជាកម្លាំងនៃយើងខ្ញុំជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្នហេតុនោះយើងខ្ញុំនឹងមិនខ្លាចឡើយទោះបើផែនដីប្រែប្រួលទៅហើយភ្នំទាំងប៉ុន្មានត្រូវរើធ្លាក់ចុះនៅកណ្ដាលសមុទ្រក៏ដោយទោះបើទឹកសមុទ្របញ្ចេញសូរកឹកកងហើយរំជួលឡើងឬភ្នំទាំងឡាយត្រូវក៏ក្រើកញ័រដោយរលកលោតចុះឡើងក្តីមានទន្លេមួយដែលព្រែកទាំងប៉ុន្មាននាំឲ្យក្រុងនៃព្រះមានសេចក្តីអំណរគឺជាទីបរិសុទ្ធនៃពន្លារបស់ព្រះដ៏ខ្ពស់បំផុតព្រះទ្រង់គង់នៅកណ្ដាលហើយទីក្រុងនោះមិនត្រូវរង្គើឡើយព្រះទ្រង់នឹងជួយចាប់តាំងពីព្រលឹមផងអស់ទាំងសាសដតីបានជ្រួលជ្រើមហើយនគរទាំងប៉ុន្មានពពាក់ពពូនឡើងតែទ្រង់បញ្ចេញព្រះសូរសៀងនោះផែនដីក៏រលាយទៅព្រះយេហូវ៉ានៃពួកពោបរិវារទ្រង់គង់នៅជាមួយនឹងយើងខ្ញុំគឺព្រះនៃយ៉ាកុបទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំចូលមកពិចារណាមើលអស់ទាំងការនៃព្រះយេហូវ៉ាជាការហិនវិនាសដែលទ្រង់បានធ្វើនៅផែនដីទ្រង់បណ្ដាលឲ្យការសង្គ្រាមស្ងប់រងាប់រហូតដល់ចុងផែនដីទ្រង់បំបាក់ធ្នូហើយកាច់លំពែងក៏ដុតអស់ទាំងរទេះចម្បាំងនៅក្នុងភ្លើងចូលបងអង្គសិនឲ្យបានដឹងថាអញជាព្រះអញនឹងបានថ្កើងឡើងនៅកណ្ដាលពួកសាសដតីអញនឹងបានថ្កើងឡើងនៅផែនដីព្រះយេហូវ៉ានៃពួកពោបរិវារទ្រង់គង់នៅជាមួយនឹងយើងខ្ញុំព្រះនៃយ៉ាកុបជាទីពឹងជ្រកនៃយើងខ្ញុំចាសសូមអរគុណសូមព្រះប្រទានពរ